សួរថាដូចភ្នែកគាត់អញ្ចឹងដូចភ្នែកគាត់វីដេអូមុនខ្ញុំនិយាយតាក់ទងនឹងបញ្ហាភ្នែកក្រហមស្ងួតចាអ្នកដែលគាត់មានបញ្ហាភ្នែកស្ងួតក្រហមអញ្ចឹងបងប្រហែលជាស្ងួតណាហើយស្ងួតភ្នែកនេះយើងប្រឈមជំងឺ3ធំដូចខ្ញុំអាសានិយាយជារឿយៗអញ្ចឹងកាលណាយើងស្ងួតយើងប្រឈមនឹងជំងឺភ្នែកកន្ទុយថ្លែងទី1ចាយើងស្ងួតយូរយើងប្រឈមនឹងជំងឺភ្នែកឡើងបាយដោយសារយើងស្ងួតកែភ្នែករបស់យើងចាប់ដើមឡើងរឹងពិបាកបិទពិបាកបើកវាមានអារម្មណ៍ថាក្តៅនៅក្នុងភ្នែកយូរទៅអានឹងកែភ្នែករបស់យើងចាប់ដើមលឿងល្អក់គេហៅចាប់ដើមល្អក់នៅកែវភ្នែករបស់យើងអានឹងវាអាចទៅជាភ្នែកឡើងបាយចាហើយមួយទៀតស្ងួតយូរមែនតែនវាធ្វើឲ្យកំហឹងរបស់យើងចាប់ដើមមានការថយចុះការមើលឃើញរបស់យើងថយចាប់ដើមស្វាំងព្រិលស្វាំងបែកផ្សេងពិបាកក្នុងការមើលឃើញអាសាចាញ់ពលឺអាសាចាញ់ខ្យល់ឬក៏ពេលយើងបើកឡានបើកម៉ូតូយប់ប្រលប់ទៅយើងមានអារម្មណ៍ថាពិបាកក្នុងការមើលឃើញមើលអត់ច្បាស់ទេចាអានឹងវាធ្វើឲ្យកំហឹងរបស់យើងចាប់ដើមមានការថយចុះអញ្ចឹងដំណោះស្រាយយ៉ាងល្អប្រសើរបងយកជាប្រភេទថ្នាំគ្រាប់ទៅប្រើប្រាស់ចាខ្ញុំឲ្យជាប្រភេទថ្នាំគ្រាប់លេបដើម្បីជួយព្យាបាលពីកោសិកាបាបភ្នែកពីខាងក្នុងពេលយើងញ៉ាំទៅផ្ដោតលើកំហើញឲ្យបាបភ្នែករបស់យើងត្រឡប់មកល្អប្រសើរស្ងួតលមាស់លកម្មក្រហមកាហាយនឹងអាចចន្លោះ3ទៅ5ថ្ងៃឬក៏1សប្តាហ៍នឹងទទួលបានលទ្ធផលហើយចាអញ្ចឹងយើងអាចប្រើចន្លោះពីអាចចន្លោះប្រើពី1ខែឬក៏អាចទៅ3ខែខ្ញុំនិយាយថាអាចឡើងទៅដល់3ខែដោយសារការប្រើប្រាស់យើងស្ដារកោសិកាបាបភ្នែកពីខាងក្នុងបងយើងប្រើប្រាស់ប្រភេទថ្នាំគ្រាប់លេបយើងស្ដារសុខភាពបាបភ្នែករបស់យើងឲ្យល្អប្រសើរតែបើសិនករណីថាបងយកទៅញ៉ាំ1ខែទៅជោគជ័យល្អប្រសើរភ្នែកបងត្រឡប់មកប្រក់ក្តីវិញអានឹងក៏អាចឈប់ដំណឹងបានតែបើអ្នកខ្លះគេមានលទ្ធភាពគេមានកញ្ចប់សម្រាប់ថែទាំសុខភាពពេលណាដែលយើងឈឺយើងមានលុយសម្រាប់មើលគឺយើងឲ្យលេបដល់3ឈុតចា3ឈុតធំណាវាគ្រប់ដូសអានៅពេលដែលអាយុបើគាត់ច្រើនក៏គាត់អត់សូវប្រឈមនឹងជំងឺភ្នែកឡើងបាយភ្នែកស្ងួតអីតទៅមុខដែរបូករួមនឹងការថែទាំសុខភាពរបស់យើងឲ្យបានល្អប្រសើរអញ្ចឹងបងអាចធ្វើការតាក់ទងមកសិនមកចាខ្ញុំមានដំណោះស្រាយជូនយើងប្រើប្រាស់ជាប្រភេទថ្នាំគ្រាប់លេបអាចឆាតមក TikTok របស់ខ្ញុំផ្ទាល់ក៏បានដែរចា